បងប្អូនទាំងគ្នាត្រីមកដល់ហើយទៅយកពីប្រធានមកមិញបងប្អូនហើយខ្ញុំនិយាយទៅហ្វាមនេះវាត្រង់ខ្ញុំយកគាត់យូរឆ្នាំហើយឲ្យគាត់អាប់ដេតការផ្ញើគឺគាត់អត់ព្រមអាប់ដេតទៅបងប្អូនយើងឲ្យគាត់ដាក់អាកេះស្នោតែឥឡូវគាត់ដាក់កេះស្នោហ្នឹងបើសិនជានេះលេខខ្ញុំបងប្អូននេះខ្ញុំពីថៃមកគាត់សេអសគាត់សេអសក៏សេអសហ្វុនថៃដែរចឹងឲ្យគាត់អាប់ដេតមកកេះស្នោមកបើសិននេះគឺឆែកលុយយើងអីក៏បានដែរអញ្ចឹងណាគាត់អត់ព្រមបងប្អូនណាហើយមួយកេះនេះ200ត្រីបងប្អូនហើយយើងយក500-600ត្រីគាត់ផ្ញើមក2កេះ3កេះក៏គាត់ដាក់អាកេះกระដាស់ហ្នឹងដែរគាត់អត់ចោលអាហ្នឹងខ្ញុំអត់យល់គាត់ដែរហើយយូរឆ្នាំហើយមិនគាត់អញ្ចឹងដែរហើយផ្ញើមកអញ្ចឹងបងប្អូនបាក់បែកកវិចកវាវអញ្ចឹងជួនណាបែកជួនអីហើយត្រីផ្ញើមកងាប់មិនមែនអត់ងាប់ទេមានងាប់មានអីទៅក្តៅហ្នឹងបងប្អូនបែកកប៉ែកអញ្ចឹងពេជ្រប៉ោចពេញហ្នឹងយើងunboxing អស់គ្នាបងប្អូនណាគាត់ផ្ញើមកគាត់ដាក់លុយក្រាស់លុយញោមមកអញ្ចឹងមកនេះគ្របអញ្ចឹងមកទៅពិបាកដែរហើយប៉ុន្តែត្រីឡើងគាត់ល្អបងប្អូនណាត្រីឡើងគាត់ល្អខ្ញុំយកហ្វាមពីថៃមក3-4ហ្វាមផ្សេងគ្នាតម្លៃថាប្រហែលគ្នាប៉ុន្តែគុណភាពត្រីវាអត់ដល់គាត់ទេបងប្អូនបាទនេះយើងបន្ទាប់ពីខ្ញុំហែកហើយមិញសាម្នាក់ឯងយើងកាត់ត្រីបងប្អូនណាត្រីនេះខ្ញុំមកគឺមានសភាពបែបនេះពេលដែលយើងផ្ញើមកចឹងបងប្អូនអាចមើលបានរបៀបខ្ញុំយកត្រីពីហ្វាមផ្សេងហើយត្រីគេយកទៅលក់បោះទូទៅវាខុសគ្នាបងប្អូនណាវាផ្ញើវាចំចឹងមិនមែនប្រភេទត្រីតែមួយទេនេះប្រភេទត្រីហ្វាមគេសម្រាប់គេលេងត្រីវៀនលេងអីចឹងហ្មងណាអរគុណច្រើនបងប្អូនខ្ញុំរាប់ទៅគ្រប់ចំនួនអត់